ថ្ងៃនេះមកបកកវាញ់ទៀតហើយបងអើយថ្ងៃនេះមកតែម្នាក់ឯងទេឃើញគុំនៅត្រូវកាត់ទៀតហើយនេះអានេះស្លឹកមួយដែរបងនេះស្លឹកមួយជ័យល្អណាស់បងអើយនេះហើយយើងកាត់ដោយរដងមកនេះវាអាចកាត់ឯនេះទេគឺយើងកាត់ទៅនេះទៀតចឹងណាបងបានមួយទៀតទុកមកដប់សិនបងទុកបកឃើញមួយទៀតហើយបងនេះដើមធំមែនតើនេះយើងកាត់ដោយរដងចឹងមកនេះយើងកាត់ទៅត្រឹមនេះទៅបានហើយទុកវាដោះទៀតនេះបងធំល្អច្រើនណាស់បងអើយនេះល្មមកាត់ច្រើនណាស់ប៉ុន្តែយើងអាចកាត់ទេទុកលើខ្លះទុកពូជខ្លះនេះបងអើយនេះកូនវាឡើងច្រើនខ្ញុំកាត់វគ្គមុនឲ្យមើលហ្នឹងបងនេះឥឡូវវាដុះមកដុះកូនដុះខ្នែងមកក្នុងកណោពីកាត់ក្បាញ់របស់ខ្ញុំនេះខ្ញុំយកអាចលឹកមួយចេះហើយនេះខ្ញុំច្រត់គល់វាអានេះនេះសកូនវាអត់អាចកាត់ឯនេះបានទេគឺខ្ញុំកាត់ត្រឹមនេះបងនេះខ្ញុំកាត់ត្រឹមនេះដើម្បីឲ្យកូនវាដោះតទៀតចឹងណាបងនេះឥឡូវនេះបានមួយហើយនេះថ្ងៃនេះដើរកាត់ខ្លួនឯងបងអើយដោយសារតែប្តីរវល់បន្ទាប់ពីខ្ញុំកាត់បានហើយបងអើយនេះមកអង្គុយបកបដាមេភ្លៀងបដាបងអើយដោយសារតែរកពេលរាំងអត់មានទេនៅខ្ញុំនេះឥឡូវភ្លៀងរាល់ថ្ងៃអាលីលឹមស្វាយវាអត់ភ្លៀងខ្លាំងទេតែលឹមមករហូតមកចូលខ្លួននៅហ្នឹងបងអើយទ្រាំតែហើយទ្រាំតែកាត់ហើយអង្គុយបកហើយចូលខ្លួនដោយសារតែខ្វះគីឡូឲ្យបងបងក៏រកពីភ្នំមកហើយខ្វះគីឡូខ្ញុំទៅកាត់ពីចកាបើពេញគីឡូចឹងណាបងខ្វះតិចតួចដែរហ្នឹងពេលនេះទៅកាត់ម្នាក់ឯងទៅដោយសារតែមើលមកបកដូចជំនាញហើយតាមពិតទៀងល្អល្អដែរទេដោយសារតែអត់បករងថ្ងៃបងយូរបានបកម្ដងដឹងមិនខ្ញុំហ្នឹងជួយចិត្តបកកវាញ់មែនតើឲ្យតែមានមកកប៉ុណ្ណាក៏ខ្ញុំបកអស់ដែរជួយចិត្តបកទៅលំសុច្រោកហើយអស់មកខ្ញុំទៀតវាយដៃហ្មងហើយបកមកឃើញខ្ចីល្អនេះសុះបងស្គូមែនតើបងអើយកវាញ់ដាំនៅធម្មជាតិបងអត់មានប្រើជីប្រអីទាំងអស់ហើយដាំនៅជើងភ្នំទៀតរសជាតិវាបាត់ដំណាទេឆាទៅទន់ល្មើយហើយហឹរឆ្ងាញ់ដូចកវាញ់ភ្នំយើងទន់ជាងកវាញ់ភ្នំបងខ្លះថារៀងអត់ទៅហឹរតែខ្ញុំថារសជាតិតែមួយទេពួកខ្ញុំដាំនៅជើងភ្នំដូចគ្នាហ្នឹងហ្មងហើយអត់ប្រើជីទេដាក់តែកំទេចឈើកន្លែងគេឈូសធ្វើសិប្បកម្មមកបងអាម៉ត់ហ្នឹងដាក់តែរយតាមគល់វាទៅល្អហើយកវាញ់អត់ប្រើជីទេបងហើយខែប្រាំងវាគ្រាន់តែដាក់ទឹកវាទៅហើយរយអាកពុកឈើហ្នឹងទៅអាកន្លែងគេធ្វើសិប្បកម្មមកបងទៅកើតពីកន្លែងហ្នឹងមករយតាមគល់វាទៅដើម្បីវាកាច់ខ្លាយជាជីទៅបានកវាញ់ល្អបន្លែមកប្រភេទនេះកម្រដែរទេបងអើយខែប្រាំងអីអត់សូវមានទេដោយសារតែប្រាំងវាអត់សូវលូតលាស់ដូចខែវស្សាទេមានក៏មានតិចដែរបើដូចខ្ញុំនៅចកាអញ្ចឹងខ្ញុំគ្រប់ទៅអាចមានឥឡូវក្បាញ់បកហើយបងអើយវីដេអូនេះមានតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលមើលវីដេអូនេះដល់ចប់